ចាស់តែងនិយាយថាមនុស្សខ្លាចខ្មោចហើយខ្មោចវាក៏ខ្លាចមនុស្សវិញដោយដែលថាជាមួយសត្វសាហាវក៏ដោយឧទាហរណ៍ថាសត្វខ្លាមនុស្សខ្លាចសត្វខ្លាហើយចំណែកឯសត្វខ្លាក៏វាមិនប្រាថ្នាជួបមនុស្សយើងវិញដែរមិនថាតែខ្មែរគ្នាយើងជនជាតិគេក៏មានជំនឿខាងខ្មោចអរុក្ខរៈអ្នកតាគ្រាន់តែថាពេលយើងជួបខ្មោចពេលណាវាតែងតែមានហេតុផលនៅពីក្រោយខ្នងហេតុដែលចម្បងមនុស្សយើងមានផ្លូវចិត្តដែលជាសិលអាចការពារខ្លួនមិនឲ្យខ្មោចមកបៀតបៀនបានបើផ្លូវចិត្តយើងរឹងមាំពោពេញដោយសេចក្តីល្អមានសតិមកនិយាយពីផៅសង្ហាម្នាក់ឈ្មោះហុងចើមគាត់ជាអ្នកបង្កើតតុក្កតាដ៏ឆ្នើមហើយតុក្កតាដែលគាត់បង្កើតភាគច្រើនគឺជាតុក្កតាខ្មោចបែបកំ pl ែងដោយសារតែការងារគាត់មិនសូវមានគ្នានៅម្នាក់ឯងហើយតែងតែធ្វើការនៅពេលយប់ដេកពេលថ្ងៃការងាររបស់គាត់ត្រូវការភាពច្នៃប្រឌិតភាពស្ងប់ស្ងាត់នៅពេលយប់ធ្វើឲ្យគាត់ប្រើគំនិតបានល្អយំមិញបងនៅក្បែរអូននោះយប់មិញហ្នឹងមានអ្នកស្លាប់នៅជាន់ក្រោមពួកគេក៏ប្រឡើងរោងដើម្បីធ្វើបុណ្យដោយការដឹងឆាបហើយការធ្វើបុណ្យសពគឺត្រូវចាក់ភ្លេងបន្លឺសំឡេងទីងនងរយៈពេល 2-3 ថ្ងៃការប្រើពេល 2-3 ថ្ងៃហ្នឹងដើម្បីឲ្យសាច់ញាតិចិត្តឆ្ងាយចូលរួមព្រោះអីការស្លាប់គ្មាននរណាដឹងមុនទេអ្នកខ្លះក៏លេងកតេហើយទីងលេងដើម្បីកំដររោងការចាក់ភ្លេងបង្កជាសំឡេងជាប្រពៃណីទោះបីជាអ្នកចិត្តខាងខ្លះមិនពេញចិត្តក្តីតែគ្មាននរណាអាចស្ដីមិនទោសបានឡើយខុសប្លែកតែហុងចើមអាចខ្ជួងចើមបន្តិចដោយសារតែគាត់នឹងដេកពេលថ្ងៃហើយត្រូវធ្វើការពេលយប់ដេកលក់មិនបានសុបទេព្រោះឮភ្លេងទីងនងធ្វើឲ្យគាត់នឹងអស់អារម្មណ៍ធ្វើអីទាំងអស់ធ្លាប់តែគូរូបបានល្អឥតខ្ចោះឥឡូវនេះធ្វើអីអត់កើតទេព្រោះអីការងារគាត់ត្រូវប្រើសតិអារម្មណ៍ហើយក្រុមហ៊ុនក៏បខំព្រោះចិត្តដល់ពេលឲ្យការងារទៅគេងាកមកមើលការងារនេះដែរហើយមិនតាន់បានពាក់កណ្ដាលផងហើយអាបងហុងចើមនឹងរាំងសួយដោយសារនៅកន្លែងគាត់នៅនឹងមានបុណ្យសពញយទៅមកចាប់បុណ្យសពមួយមានអ្នកស្លាប់មួយទៀតនៅចិត្តទាំងធ្វើឲ្យអារម្មណ៍គាត់ស្ទះដោយសារអត់បានដេកដោយមិនសូវចម្លែកបងប្អូនធ្លាប់ចំណាំមើលអត់តែមានម្នាក់ស្លាប់នៅក្នុងភូមិ2-3ថ្ងៃក្រោយដឹងតែមានម្នាក់ទៀតស្លាប់បងប្អូនធ្លាប់ចំណាំឃើញចឹងអត់ហុងចើមនឿយហត់គាត់ក៏បានដូរស្ថានភាពដោយធ្វើការនៅពេលថ្ងៃហើយដេកពេលយប់វិញម្ដងកត្តាចម្បងពេលយើងផ្លាស់ប្ដូរទម្លាប់ភ្លាមវាមិនងាយស្រួលនោះទេធ្លាប់តែដេកពេលថ្ងៃឥឡូវថ្លៃមកដេកពេលយប់ដេកលក់មិនសុបព្រោះមិនធ្លាប់ហុងចើមដង្ហើមហប់ដេកផែទៅផែមកដេកមិនលក់ឆាប់អីពេលនោះហុងចើមឮសំឡេងមិនមែនសំឡេងភ្លេងទេតែសំឡេងមហឹកជើងដើរខឹបនៅលើក្រោហើយកំលឺសំឡេងធ្ងរហុងចើមក៏ធ្វើភ្នែកឆ្លេឆ្លើហើយគិតថាអ្នកចិត្តខាងនៅជាន់ក្រោមនឹងលេងសើចជាមួយខ្លួនក៏លើកជើងរូនអុកភុះទៅលើការ៉ូឲ្យអ្នកជាន់ក្រោមនឹងឆ្ងាត់មកសំឡេងទាំងនោះក៏ឆ្ងាត់មែនហុងចើមក៏ត្រឡប់ទៅឡើងក្រាដេកវិញឆាប់អីក៏ឮសំឡេងមួយផ្សេងទៀតគឺសំឡេងគោះទ្វារហុងចើមម្នាហត់សំដៅទៅរកទ្វារដែលណាគេកំពុងតែគោះនោះហុងចើមយកដៃចង់បើកទ្វារឆាប់អីក៏គិតថាម៉ោង 2 យប់ហើយអាណាគេមករកអីក៏កើតមានចិត្តសង្ស័យហើយក៏ដកដៃចេញពីទ្វារអើតមើលប្រឡោះប្រហោងទ្វារមើលថាណាគេរៀងចាប់ផ្ដើមភ័យដែរពេលមើលប្រឡោះទ្វារអត់មានឃើញមនុស្សទេឮតែមហឹកជើងដើរភឹបសំឡេងកាន់តែមកចិត្តហើយគូសទ្វារណុកហុងចើមចាប់ផ្ដើមតាក់ស្លុតហើយគិតថាវាជាខ្មោចតែយ៉ាងហោចណាស់ហុងចើមបាននឹកឃើញពាក្យសម្ដីរបស់យាយរបស់ខ្លួនដែលនិយាយថាកុំដាច់ផ្ងាឬតក់ស្លុតពេលយើងជួបរឿងដ៏អាក្រក់ត្រូវចាំថាមនុស្សមានសតិត្រូវធ្វើផ្លូវចិត្តឲ្យរឹងមាំនៅពេលដែលផ្លូវចិត្តមនុស្សរឹងមាំខ្មោចអត់អាចធ្វើអីយើងបានទេ
ហុងចើមក៏ចាប់ផ្ដើមមានសតិហើយក៏បានឆែកខ្លាំងៗទៅកាន់សំឡេងនោះថាចេញទៅឲ្យឆ្ងាយវើយប្រយ័ត្នអញចាប់ដាក់ក្អមសំឡេងគោះទ្វារនោះក៏បាត់ហើយក៏លឺសំហឹកជើងដើរទៅខឹបក៏ស្ងាត់បាត់ទៅហុងចើមនៅផ្ទៀងស្ដាប់គៀនទ្វារឆាប់អីក៏លឺសំឡេងគេប្រោកគ្នាហើយក៏លឺគេហៅឈ្មោះរបស់ខ្លួនថាហុងចើមសង្ហានៅតែ2ថ្ងៃទៀតទេ2ថ្ងៃក្រោយយើងនឹងមកយកឯងហើយសំឡេងក៏ស្ងាត់បាត់ទៅហុងចើមអង្គុយធ្វើមុខកញ្ញូចាប់ពីពេលនេះទៅមិនដឹងតែត្រូវធ្វើយ៉ាងណាពេលព្រឹកឡើងហុងចើមក៏បើកទ្វារហើយក៏ឃើញមនុស្សម្នាធ្វើកាយវិការដូចជាធម្មតាហុងចើមក៏សម្រេចចិត្តបន្តធ្វើការតែដូចជាមិនធម្មតាការធ្វើការដូចជារលូនជាងមុនឆ្ងាយធ្វើលឿនជាងមុនខួរក្បាលដូចអត់ស្ពឹកសពុនទេទោះបីអត់បានដេកពេញមួយយប់ការងារក៏បានបញ្ចប់ឲ្យមេក្នុងរយៈពេល2ថ្ងៃដោយសារតែអស់ជើងដៃក្នុងពេល2ថ្ងៃសម្រុកធ្វើការងារឲ្យមេក្នុងយប់នោះដែរហុងចើមមានអារម្មណ៍ថាដេកលក់ស្រួលតែអារម្មណ៍គាត់បែរជាឆេះឆួលដោយសារតែកំពុងតែដេកលក់ជ្រួលហ្នឹងក៏ឮសំឡេងអីមកទៀតលើកនេះអត់មានអារម្មណ៍ថាខ្លាចទេតែខឹងព្រោះអីកំពុងតែដេកលក់ជ្រួលមកគូសទ្វារអីណាផោសង្ហាក៏ស្ទុះងើបវឹងតែពេលហ្នឹងហាងមានអារម្មណ៍ថាចម្លែកដូចខ្លួនឯងកំពុងតែអណ្ដែតហុងចើមកលេចភ្នែកទៅមើលលើខែអារម្មណ៍ប្រវាក់ពោធនាដោយសារតែឃើញខ្លួនឯងកំពុងតែដេកមុខឡើងស្លេកចំហម៉ត់ដូចជាមនុស្សដែលកំពុងតែងាប់ហើយសំឡេងគោះទ្វារក៏កាន់តែញប់ឮតែទុកនៅបន្ទប់ខាងលើ